តួអក្សរមួយនេះយើងអានថា you បាទអញ្ចឹងតើការបញ្ចេញសំឡេងវិញតើយើងបញ្ចេញបែបណាបាទអូខេសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់មេរៀនថ្មីមួយទៀតហើយដែលវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីតួអក្សរ you អញ្ចឹងមកមើលទាំងអស់គ្នាអញ្ចឹងចំពោះការសរសេរតួអក្សរ you វិញគឺយើងចាប់ផ្ដើមដូចអក្សរបខ្មែរយើងបាទចាប់ផ្ដើមពីផ្នែកខាងលើហើយទាញវាមកផ្នែកខាងលើវិញឲ្យស្មើគ្នាអញ្ចឹងមកតែហាមដាក់កន្ទុយណាហាមទាញមកក្រោមវិញបើទាញមកក្រោមវិញកាត់អក្សរ u តូចហើយទោះបីជាអ្នកនរគ្នាសរសេរធំក៏ដោយអញ្ចឹងតួអក្សរ u តូចដូចនឹងតួអក្សរ u ធំតែគ្រាន់តែវាមានកន្ទុយនៅខាងក្រោមបន្តិចហើយមានទំហំតូចទៀតបាទចាប់ផ្ដើមដោយការគូដូចគ្នាអញ្ចឹងមកហើយទាញមកក្រោមហើយទាញឲ្យហួសបន្តិចមកចេញកន្ទុយបន្តិចមកអញ្ចឹងអ្នកនរគ្នានឹងទទួលបានតួអក្សរ u តូចបាទអញ្ចឹងតើការបញ្ចេញសំឡេងវិញតើយើងបញ្ចេញបែបណាបាទតួអក្សរមួយនេះយើងអានថា you បាទអញ្ចឹងតួអក្សរ u សំឡេងអស្រៈអាដល់សប៉ុន្តែកុំអូសវិញណាបើអ្នកគ្នាអូសវិញវាទៅជាសំឡេងមួយផ្សេងទៀតបាត់ហើយបាទយើងបញ្ចេញឲ្យខ្លីឧទាហរណ៍ដូចជាពាក្យ up បាទអញ្ចឹង up បាទប្រែថាឡើងទៅលើពាក្យមួយទៀតនោះគឺពាក្យថា umbrella l អេតនេះសំឡេងឆ្វាគឺសំឡេងបាទអញ្ចឹងទៅជា l បូកl អញ្ចឹងយើងអានថា umbrella បាទប្រែថាឆាត់អូខេអញ្ចឹងពាក្យមួយទៀតគឺពាក្យថា bus បាទb a s bus បាទប្រែថាឡានក្រុងបាទពាក្យមួយទៀតគឺពាក្យថា dark d a k dark បាទ ck នេះគឺសំឡេង k សំឡេងដូចតួអក្សរ k តួអក្សរ c សំឡេងវាតែមួយទេបាទបញ្ចូលគ្នាទៅគឺសំឡេង k ដែលទេបាទអញ្ចឹង dark បាទប្រែថាសត្វទាអញ្ចឹងពាក្យទាំង4របស់មិញគឺមានពាក្យដូចជាពាក្យ up up umbrella brr បាទ a នេះសំឡេងឆ្វាដូចខ្ញុំបានបញ្ជាក់ខាងមុនគឺសំឡេងl បាទអញ្ចឹង umbrella បាទមួយទៀតក៏ពាក្យ bus bus មួយទៀតក៏ពាក្យថា dark d a k dark អូខេអញ្ចឹងមេរៀនតួអក្សរ u របស់យើងចប់ហើយអញ្ចឹង complete តាមដានតួអក្សរមួយទៀតគឺតួអក្សរ v